ក្នុងលោកនេះមានមនុស្សច្រើនណាស់ប៉ុន្តែមិនគ្រប់គ្នាសិតតែស្មោះត្រង់នឹងយើងទេគេបង្រៀនយើងឲ្យចេះញញឹមនិងរស់នៅឲ្យចេះសម្របជាមួយអ្នកដទៃប៉ុន្តែយើងភ្លេចគិតរឿងមួយមិនគ្រប់គ្នាដែលញោមដាក់យើងសិតតែស្រឡាញ់យើងមែនទេនោះទេមានមនុស្សខ្លះមកអបអរយើងនៅចំពោះមុខតែក្នុងចិត្តគេច្នៃយើងខ្លាំងគេទះដៃឲ្យយើងមែនប៉ុន្តែគេចង់ឲ្យយើងប្រែជាទៅវិញទេសម្រាប់ពួកគេការឃើញយើងពិបាកគឺជាសេចក្តីសុខរបស់ពួកគេពេលយើងដួលទើបយើងឃើញធាតុពិតរបស់ពួកគេមនុស្សបែបនឹងមិនគួរយើងមកនៅក្បែរខ្លួនឬមកនឹងក្តីសម័យរបស់យើងឡើយតែយើងក៏ធ្វើមើលខ្លួនឯងដែរបើយើងធ្លាប់ដូចចំណែនគេឬសប្បាយចិត្តពេលឃើញគេដួលជួយដឹងថាអ្នកអាចកែខ្លួនបានចិត្តចំណែនធ្វើយើងគ្មានសេចក្តីសុខទេពេលដូចជាយើងដាក់គូខ្លួនឯងអញ្ចឹងជួយរៀនធ្វើជាមនុស្សល្អចេះជួយលើកទឹកចិត្តគ្នានិងឲ្យតម្លៃឲ្យគ្នាព្រោះចុងក្រោយទៅភាពចំណែនមានតែដូចចិត្តខ្លួនឯងមានតែអំពើល្អទេទៅធ្វើយើងមានសេចក្តីសុខប្រកបបាន